ជាកឆ្នាំទាំង12ដួងនៅក្នុងខែកញ្ញាពេញមួយខែអញ្ចឹងកូនចៅសិស្សគុណប្រុសស្រីចូលមកតាមដានរាសីខ្លួនឯងឆ្នាំទាំង12ដួងដែលលោកគ្រូនឹងទស្សន៍ទាយជូនចន្លោះចាប់ពីខែកញ្ញាមួយខែពេញតែម្ដងប៉ុន្តែព្យាករណ៍រាសីតាមថ្ងៃគឺយើងព្យាករណ៍ធម្មតាទេប៉ុន្តែនេះគឺយើងសរុបមួយខែនៅខែកញ្ញាពេញតែឆ្នាំទាំង12ដួងណាខ្លះមានលៀបមានជ័យឆ្នាំទី12ដួងណាខ្លះត្រូវប្រុងប្រយ័ត្នអ្វីខ្លះឆ្នាំទាំង12ដួងរូបណាខ្លះត្រូវដឹងនិងប្រុងប្រយ័ត្ននៅប្រការណាមួយនៅក្នុងខែកញ្ញាខែក្រោយនេះមុននឹងចូលដល់ការលម្អិតចំពោះឆ្នាំទាំង12ដួងតាមតួលេខរៀងកូនចៅសិស្សគុណប្រុសស្រីអ្នកកត់ឆ្នាំឆុងឆ្នាំរស័យដាក់ឈឺច្រើនមានបញ្ហាច្រើនចង់ប្រើប្រភេទខ្សែកម្មត្បូងពលឺខាងផ្នែករ៉ូស៊ីក៏ត្រូវខាងការពារក៏ត្រូវមុនស្នេហ៍មហានិយមក៏ត្រូវលេខទូរស័ព្ទ Telegram 031622210ឬទំនាក់ទំនងជាវតាម TikTok ឬក៏ឆាតចូល Homepage សួរតម្លៃបានអញ្ចឹងកូនចៅសិស្សគុណប្រុសស្រីណាឆ្នាំច្បងគេគឺឆ្នាំជូតតាមលេខរៀងក្នុងខែកញ្ញាតួឆ្នាំជូតបរិសុទ្ធស្ត្រីមានកម្រិតលាបបង្ហូរចូល 59% អញ្ចឹងមានន័យថាក្នុងខែកញ្ញាខែក្រោយនេះពេញមួយខែកញ្ញានឹងតួបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំជូតមានកម្រិតលាបត្រឹមតែ 59% តែប៉ុណ្ណោះពេញមួយខែកញ្ញាហ្នឹងអញ្ចឹងនេះគឺជាកម្រិតលាបបង្ហូរចូលឆ្នាំជូតមានកម្រិត 59% ខាតលាបមើលថាលាបដែលរមកចូលផ្ទះហើយលុយដែលចូលមកក្នុងកាបូបហើយត្រូវបានខាតបង់អាសាបង់ទៅវិញឬដោយប្រការផ្សេងៗទៅវិញហ្នឹងកម្រិតនៃការខាតលាបគឺ 71% អញ្ចឹងមានន័យថាលាបដែលរមកបានមានត្រឹមតែ 59% ទេលុយកាក់ដែលរមកបានចំណូលដែលហូរចូលហ្នឹងមានតែ 59% ទេប៉ុន្តែចំណាយទៅវិញហ្នឹងគឺកម្រិត 71%នេះគឺតួបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំជូតនៅក្នុងខែកញ្ញាឆ្នាំ2026គឺខែក្រោយនឹងឯងផ្នែកខាងជំងឺបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំជូតនៅក្នុងខែកញ្ញាមានជំងឺចូលមកបៀតបៀនកម្រិត 74% ដោយស្ត្រីនិងបុរសគឺឈឺពីក្បាលជង្គង់ឡើងមកបំពង់កដូចគ្នាជំងឺ 74% នេះក៏បណ្ដាលឲ្យខាតលាបដូចគ្នាខាតទ្រព្យដូចគ្នាផងដែរដូច្នោះគួរប្រុងប្រយ័ត្នថែរក្សាសុខភាពជាពិសេសអ្នកចូលចិត្តសុរាគួរកាត់បន្ថយអ្នកចូលចិត្តដើរយប់ក៏គួរកាត់បន្ថយដែរចំពោះខែកញ្ញាខែក្រោយនេះចំពោះបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំជូតគ្រោះពាក្យសម្ដីបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំជូតមានគ្រោះពាក្យសម្ដីកម្រិត 71% ដែលគ្រោះពាក្យសម្ដីនេះក៏បង្កឲ្យទាខាតលាបបង្កឲ្យមានចំនួនបង្កឲ្យមានការបែកបាក់ខឹងស្អប់គប់គួនគ្នាផងដែរដូច្នោះបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំជូតក្នុងខែកញ្ញាចូលប្រុងប្រយ័ត្នពាក្យសម្ដីឲ្យបានខ្ពស់ជាទីបំផុតព្រោះអីហ្នឹងមានអ្នកឆ្លៀតឱកាសចាក់អរុកឆ្កឹះឆ្កៀលលាបពណ៌មិនថាក្នុងតំណែងការងារឬក្នុងតំណែងស្នេហាបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំជូតចូលប្រុងប្រយ័ត្នភេទដូចគ្នាស្រីចូលប្រយ័ត្នភេទស្រីប្រុសចូលប្រយ័ត្នភេទប្រុសហើយទប់កំហឹងមុននឹងនិយាយស្ដីទប់កំហឹងឲ្យបានសិនចាំនិយាយស្ដីគ្រោះតាមដងវិថីក្តីគ្រោះក្នុងផ្ទះក្តីមានកម្រិត 59% បង្កឲ្យមានរបួសស្នាមនិងខូចខាតទ្រព្យបន្តិចបន្តួចគ្រោះតាមដងវិថីមិនថាគ្រោះផ្លូវចិត្តផ្លូវឆ្ងាយផ្លូវកោងផ្លូវបត់ផ្លូវព្រៃផ្លូវទឹកពេលយប់ពេលឆ្ងាយផ្លូវចិត្តផ្លូវឆ្ងាយហ្នឹងណាផ្លូវកោងផ្លូវបត់ហ្នឹងផ្លូវព្រៃផ្លូវទឹកហ្នឹងគឺមានគ្រោះបង្កឲ្យមានរបួសស្នាមណានិងខូចខាតទ្រព្យបើយើងប៉ះគេមកប៉ះយើងដែរដូច្នោះគោប្រុងប្រយ័ត្នហើយនឹងគ្រោះក្នុងផ្ទះក្តីមិនថាគ្រោះតាមចតាតាមបន្ទប់ទឹកតាមទ្វារនឹងបង្កមានរបួសស្នាមដូចគ្នាដែលគ្រោះតាមដងវិថីឬគ្រោះក្នុងផ្ទះក្តីនេះមានកម្រិត 59% នៅក្នុងខែកញ្ញានេះឯងចំនួនមាន 76% ដែលចំនួននេះមិនមែនផ្ដោតទៅលើតំណែងដតីតែម្យ៉ាងទេសម្បីតែបងប្អូនមនុស្សជាទីស្រឡាញ់ក៏បង្កឲ្យមានចំនួនឆ្លោះទាស់តែងខឹងគុំគួនស្អប់ខ្ពើមគ្នាផងដែរណាគឺចំនួន 76% ចំពោះបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំជូតប្រចាំខែកញ្ញាកម្រិតនៃការចាញ់បោកនេះមានកម្រិត 54% ចំពោះបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំជូតនៅក្នុងខែកញ្ញាអញ្ចឹងចូលប្រយ័ត្នប្រយែងមែនតើណាព្រោះឯអ្នកកើតឆ្នាំជូតណាស់តែឆាប់ជឿគេបន្តិចតែគេលួងលោមពាក្យផ្អែមល្ហែមហ្នឹងគឺអូយបាក់ស្រាប់ហើយឆាប់ជឿគេអញ្ចឹងគួរប្រុងប្រយ័ត្នបានខ្ពស់ចំពោះបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំជូតមានកម្រិតនៃការចាញ់បោក 54% មិនមែនសម្ដៅទៅលើអ្នកដតីតែម្យ៉ាងទេការចាញ់បោកនេះសូម្បីថាមនុស្សជាទីស្រឡាញ់បងប្អូនហ្នឹងក៏អាចចាញ់បោកបានដែរពណ៌ដែលកាត់លាបហើយពណ៌ដែលគួរកាត់បន្ថយនៃការប្រើគឺពណ៌ខ្មៅនេះចូលកាត់បន្ថយការប្រើប្រាស់ឲ្យបានច្រើនជាទីបំផុតព្រោះវាជាពណ៌កាត់លាបជាពណ៌ឆុងលាបជាមួយនឹងឆ្នាំជូតក្នុងខែកញ្ញាឆ្នាំ2026នេះទិសដែលគួរប្រុងប្រយ័ត្នគឺទិសខាងលិចមិនថាធ្វើដំណើរកំសាន្តទៅទិសខាងលិចក្តីឬក៏មនុស្សមកពីទិសខាងលិចក្តីចូលប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតកម្រិតនៃការបែកបាក់មានកម្រិត 56% នៅក្នុងខែកញ្ញាអញ្ចឹងមានន័យថាចំនួននឹងពាក្យសម្ដីនេះក៏បង្ក
ទៅជាអន្តរាយនៃការបែកបាក់ដៃគូអាជីវកម្មបែកបាក់មិត្តភ័ក្តិឬក៏បែកបាក់ប្រិយប្រពន្ធគូស្នេហ៍បានកម្រិតការបែកបាក់ 56% នេះគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅក្នុងខែកញ្ញានេះគឺជាការព្យាករណ៍ឆ្នាំណាកូនបងក្នុងខែកញ្ញាគឺឆ្នាំជូតមានកម្រិតលាភបង្ហូរចូល 59% មានលេខសំណាង 878 ពណ៌សំណាងពណ៌លឿង comment លេខសំណាង 878 ចុចជាមួយពណ៌សំណាងពណ៌លឿងចុច share 3 ដងបងប្រាថ្នាអ្វីនៅខែថ្មីខែក្រោយខែកញ្ញាឲ្យសម្បូរសម្បត្តិមានលាភមានជ័យបានសម្រេចដោយបំណងបងប្រាថ្នាសូមអនុមោទនាទោះទេរាសីកូនចៅប្រុសស្រីឆ្នាំឆ្លូវប្រចាំខែកញ្ញាអញ្ចឹងកូនចៅសិស្សកូនប្រុសស្រីអ្នកកើតឆ្នាំឆ្លូវចូលមកស្ដាប់រាសីក្នុងខែកញ្ញាតើមានអ្វីខ្លះត្រូវប្រុងប្រយ័ត្នមានអ្វីខ្លះត្រូវដឹងអញ្ចឹងក្នុងខែកញ្ញាខែក្រោយនេះតួឆ្នាំឆ្លូវបរិសុទ្ធស្ត្រីមានលេខសំណាង 776 ពណ៌សំណាងពណ៌មាសមានកម្រិតលាភបង្ហូរចូល 66% ពេញមួយខែកញ្ញាតែម្ដងរីឯការទូទាប្រចាំថ្ងៃគឺយើងទូទាធម្មតាការទូទាប្រចាំសប្តាហ៍គឺធម្មតាទេប៉ុន្តែនេះគឺព្យាករណ៍មួយខែពេញក្នុងខែកញ្ញាខែក្រោយនេះដែលតួបរិសុទ្ធស្ត្រីអ្នកកាត់ឆ្នាំឆ្លូវមានលេខសំណាង 776 ពណ៌សំណាងពណ៌មាសមានកម្រិតលាភបង្ហូរចូល 66%អញ្ចឹងកូនចៅសិស្សកូនប្រុសស្រីបានឃើញវីដេអូលោកគ្រូនេះ comment លេខសំណាង 776 ចុចជាមួយនឹងពណ៌សំណាងពណ៌មាសចុច share 6 ដងបងប្រាថ្នាអ្វីនៅក្នុងខែកញ្ញាខែក្រោយនេះសូមឲ្យបានសម្រេចសម្បូរសម្បត្តិមានលាភមានជ័យមានហេងការយកការស័កការតំណាក់ការមកការមាត់សេរីសួស្តីបរិសុទ្ធគ្រប់ទិសទីចំពោះកូនចៅសិស្សកូនប្រុសស្រីមានបំណងចង់ចូលរួមបំពេញបុណ្យតាមរយៈលោកគ្រូទិញស្បែកជើងផ្ទាត់មួយគូនេះគិតជាប្រាក់ខ្មែរ 15,000 រៀលសម្រាប់ប្រគេនប្រសង់ប្រើប្រាស់ក្នុងព្រះភាសា3ខែនៅព្រៃភ្នំជនបទតាមរយៈលោកគ្រូណាគឺលោកគ្រូយកស្បែកជើងផ្ទាត់នេះទៅប្រគេនដល់ប្រសង់មួយអង្គមួយគូអញ្ចឹងមួយគូ 15,000 រៀលកូនចៅអាចទំនាក់ទំនងតាមលេខទូរស័ព្ទ Telegram 031 62 22 310ឬក៏ឆាតចូលមកក្នុង TikTok សូមជួកូដចូលប្រាក់ទិញស្បែកជើងផ្ទាត់ឬក៏ឆាតចូលមកក្នុង Page សូមជួកូដចូលប្រាក់ទិញស្បែកជើងផ្ទាត់មួយគូ 15,000 រៀលចូលរួមមកពេញបុណ្យតាមនៅសទ្ធាជ្រះថ្លាឥឡូវយើងចូលមកស្ដាប់ការទស្សទារាសីបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំឆ្លូវនៅក្នុងខែកញ្ញាខែក្រោយនេះដែលមានកម្រិតលាភបង្ហូរចូល 66%យ៉ាកម្រិតលាភនេះគឺឆ្នាំឆ្លូវគួរសមដែរព្រោះឆ្នាំឆ្លូវអត់សូវមានកម្រិតលាភហូរចូលខ្ពស់ទេអញ្ចឹងនេះគឺជាខែក្រោយខែល្អមែនតើចំពោះបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំឆ្លូវដែលមានកម្រិតលាភបង្ហូរចូល 66% ក្នុងកម្រិតលាភបង្ហូរចូល 66% នេះមានការខាតទ្រព្យខាតលាភទៅវិញមានន័យថាទ្រព្យដែលរកមកបានហើយលុយកាក់ដែលរកដាក់ក្នុងកាបូបបានហើយត្រូវបានខាតទៅវិញកម្រិត 49%អញ្ចឹងមានន័យថាទ្រព្យដែលរកមកបានហើយហ្នឹងណាត្រូវបានខាតបង់ទៅវិញកម្រិត 49%ផ្នែកខាងជំងឺបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំឆ្លូវនឹងមានជំងឺចូលមកបៀតបៀនកម្រិត 61% ដោយបរិសុទ្ធឈឺពីក្បាលចុះទៅចុងដង្ហើមរីឯស្ត្រីឈឺពីក្បាលជង្គង់ឡើងមកបំពង់កដែលផ្នែកខាងជំងឺនេះក៏ជាផ្នែកមួយធ្វើឲ្យខាតទ្រព្យខាតលាភដូចគ្នាផងដែរគួរថែរក្សាសុខភាពជាពិសេសអ្នកចូលចិត្តសូរ៉ាអ្នកចូលចិត្តដើរយប់ក្នុងខែកញ្ញាគួរតែកាត់បន្ថយការសាបសូរ៉ានិងការដើរយប់ឲ្យបានច្រើនជាទីបំផុតគ្រូពាក្យសម្ដីបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំឆ្លូវនឹងមានគ្រូពាក្យសម្ដីកម្រិត 54% តែគ្រូពាក្យសម្ដីនេះក៏បង្កឲ្យមានចំនួនមានការបែកបាក់និងមានការខាតលាភដូចគ្នាផងដែរដែលគ្រោះ 54% នេះមិនសន្មត់ចូលទៅក្នុងបញ្ជីខ្មៅទេប៉ុន្តែគ្រោះពាក្យសម្ដី 54% នេះក៏បង្កឲ្យខាតលាភមួយភាគតូចផងដែរគ្រោះតាមដងវិថីឬគ្រោះក្នុងផ្ទះមានកម្រិត 66% គ្រោះតាមដងវិថីសំដៅទៅលើចេញពីផ្ទះទៅហើយដូចជាផ្លូវចិត្តផ្លូវឆ្ងាយផ្លូវកោងផ្លូវបត់ផ្លូវព្រៃផ្លូវទឹកពេលថ្ងៃពេលយប់ហ្នឹងបង្កឲ្យមានរបួសស្នាមតិចតួចនិងខូចខាតទ្រព្យតិចតួចរីឯគ្រោះក្នុងផ្ទះ 66% ដូចគ្នានេះគឺមានថាតាមចណ្ដាលតាមបន្ទប់ទឹកតាមទ្វារឬក៏ក្នុងបន្ទប់គេងតែយកបានប្រយ័ត្នដួលបោកឬក៏បិទទ្វារទៅតែកិច្ចចេញចូលទៅបង្កឲ្យមានរបួសស្នាមដូចគ្នាអញ្ចឹងគ្រោះតាមដងវិថីក្តីឬគ្រោះក្នុងផ្ទះក្តីមានកម្រិត 66% កម្រិតនៃការចាញ់បោកមាន 54% នៃការចាញ់បោកនេះមិនមែនសំដៅទៅលើអ្នកដទៃតែម្យ៉ាងទេសូម្បីតែមនុស្សជាទីស្រឡាញ់បងប្អូនមិត្តភក្តិមិត្តរួមការងារមិត្តសិក្សានឹងក៏បង្កឲ្យឆ្នាំឆ្លូវនឹងមានការចាញ់បោកខាតលាភទៅវិញកម្រិត 54% ដូចគ្នាផងដែរផ្នែកខាងចំនួនបរិសុទ្ធស្ត្រីអ្នកកើតឆ្នាំឆ្លូវនឹងមានចំនួនកម្រិត 46% បណ្ដាលមកពីជនទី3 22%ដូច្នោះភេទស្រីចូលប្រយ័ត្នភេទស្រីភេទប្រុសចូលប្រយ័ត្នភេទប្រុសជាពិសេសតំណស្នេហានិងការងារហ្នឹងចូលប្រយ័ត្នភេទដូចគ្នាបានខ្ពស់ជាទីបំផុតព្រោះអីប្រឈមមុខនឹងមានចំនួននឹងការបែកបាក់បូកបន្ថែមកម្រិត 46% ដូចគ្នា
ពណ៌ដែលគួរកាត់បន្ថយនៃការប្រើគឺជាពណ៌ខ្មៅនេះគឺជាពណ៌កាត់លាបជាពណ៌ឆុងលាបរបស់បរិសុទ្ធនៃការឆ្នាំឆ្លូវក្នុងខែកញ្ញាខែក្រោយឆ្នាំ2026នឹងឯងទិសគួរប្រុងប្រយ័ត្នគឺទិសខាងលិចមិនថាធ្វើដំណើរកម្សាន្តទៅទិសខាងលិចក្តីឬក៏មនុស្សមកទិសខាងលិចក្តីគួរប្រុងប្រយ័ត្នបានខ្ពស់ជាទីបំផុតនេះគឺជាការទុះទាយរាសីបរិសុទ្ធស្ត្រីអ្នកកាត់ឆ្នាំឆ្លូវក្នុងខែកញ្ញាឆ្នាំ2026នេះដែលមានលេខសំណាង776ពណ៌សំណាងពណ៌មាសកម្រិតលាបបង្ហូរចូល 66% ជាចុងក្រោយលោកគ្រូជូនពរឆ្នាំឆ្លូវក្នុងខែក្រោយខែថ្មីឲ្យមានសម្បូរសម្បត្តិមានលាភមានជ័យផុតពីគ្រោះភ័យហេងគ្រប់មុខរបរមានទេវតារក្សាคุ้មគ្រងគ្រប់ពេលវេលាសម្បូរសម្បត្តិដោយភោគៈហូរចូលគ្រប់ទិសទាំង8ជាចុងក្រោយសូមជម្រាបលា